យើងខ្លួនឯងមិនទាន់អាចគ្រប់គ្រងបានផងចុះទម្រាំតែអ្នកដទៃពេលជួបបញ្ហាអ្វីមួយមុននឹងបងប្អូនសម្រាប់ចិត្តថាខឹងនឹងនរណាម្នាក់សូមបងប្អូនឈប់បន្តិចសិនហើយសួរសំណួរមួយមកកាន់ខ្លួនឯងថាតើហេតុអ្វីបានជាចិត្តរបស់យើងច្របូកច្របល់នៅមិនស្ងប់ដូច្នេះហើយថាតើហេតុអ្វីបានជាអកប្បកិរិយាពាក្យសម្ដីឬក៏ទង្វើរបស់អ្នកដទៃហ្នឹងមានឥទ្ធិពលមកលើផ្លូវចិត្តរបស់យើងខ្លាំងម្ល៉េះការចេះសួរសំណួរបែបនេះមកកាន់ខ្លួនឯងគឺដើម្បីជួយសង្គ្រោះមកដល់ផ្លូវចិត្តរបស់យើងខ្លួនឯងផ្ទាល់ពេលខ្លះយើងគ្រាន់តែភ្លេចសួរសំណួរទាំងអស់នេះមកកាន់ខ្លួនឯងទើបចេះតែតូចចិត្តឈឺចិត្តអន់ចិត្តខឹងនឹងអ្នកដទៃជាញឹកញាប់មនុស្សភាគច្រើនតែងតែបណ្ដោយខ្លួនទៅតាមអារម្មណ៍ដែលកំពុងតែកើតមាននៅក្នុងចិត្តទើបចេះតែភ្លេចសួរនៅសំណួរដើម្បីស្វែងរកមូលហេតុពិតប្រាកដនៅពីខាងក្រោយអារម្មណ៍ទាំងអស់នោះតាមពិតទៅរាល់ទង្វើខុសឆ្គងរបស់អ្នកដទៃហ្នឹងវាមិនមែនជាអ្វីដែលយើងត្រូវទទួលស្គាល់ហើយត្រូវលើកលែងឲ្យគេនោះទេរាល់ការប្រព្រឹត្តរបស់គេហ្នឹងវាគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់គេវាមិនមែនជាបញ្ហារបស់យើងឡើយប៉ុន្តែវាគឺជារបៀបឆ្លើយតបរបស់យើងទៅវិញទេទើបជាបញ្ហារបស់យើងបងប្អូនសាកចូលរួមគិតជាមួយខ្ញុំទាំងអស់គ្នាបន្តិចទៅមើលថាយើងចង់ឲ្យអ្នកដទៃគោរពយើងចង់ឲ្យអ្នកដទៃស្រឡាញ់យើងចង់ឲ្យអ្នកដទៃទទួលស្គាល់យើងចង់ឲ្យអ្នកដទៃហ្នឹងកោតសរសើរឬក៏មានសិលធម៌1 2 3អីចំពោះយើងជាដើមហ្នឹងថាតើទាំងអស់ហ្នឹងវាគឺជាចំណងរបស់យើងដែរឬទេបើសិនបងប្អូនឆ្លើយថាទាំងអស់ហ្នឹងវាគឺជាចំណងរបស់យើងអញ្ចឹងបងប្អូនសាកគិតទៅមើលថាចំណងរបស់យើងមិនទាន់អាចគ្រប់គ្រងបានផងហ្នឹងចុះទម្រាំតែចំណងរបស់អ្នកដទៃគេក៏ចង់រិះគន់យើងចង់បន្ទាបតម្លៃរបស់យើងចង់មិនរាប់អានជាមួយយើងចង់ស្អប់យើងហ្នឹងដូចគ្នាអញ្ចឹងអ្វីដែលយើងត្រូវគ្រប់គ្រងវាគឺជាចំណងរបស់យើងវាមិនមែនជាចំណងរបស់អ្នកដទៃនោះទេប៉ុន្តែសួរថាតើយើងគួរតែធ្វើបែបណាដើម្បីកាត់បន្ថយឬក៏បញ្ឈប់ចំណងរបស់យើងពីព្រោះថាក្នុងនាមជាមនុស្សធម្មតាអ្នកណាក៏មានចំណងទាំងអស់នឹងដែរទាំងខ្ញុំទាំងគេគឺសុទ្ធតែចង់ឲ្យគេសរសើរចង់ឲ្យគេស្រឡាញ់ចង់ឲ្យគេរាប់អានចង់ឲ្យគេគោរពបែបនេះគ្រប់គ្នាយើងនៅតែអាចរស់នៅដោយមានសុភមង្គលទោះបីជាយើងនៅតែមានចំណងទាំងអស់នឹងក៏ដោយយើងមិនចាំបាច់ទាល់តែត្រាស់ដឹងខ្លាយទៅជាព្រះសម្មាសម្ពុទ្ធទើបអាចរស់នៅបានដោយមានសុភមង្គលនោះទេអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែជាការមានស្មារតីដឹងខ្លួនហើយព្រមទទួលយកអារម្មណ៍របស់យើងខ្លួនឯងដោយមិនបន្ទោសទៅលើអ្នកដទៃឬក៏បរិយាកាសខាងក្រៅយើងត្រូវទទួលស្គាល់ថារាល់អារម្មណ៍ដែលច្របូកច្របល់រាល់អារម្មណ៍ខឹងក្រោធរាល់អារម្មណ៍ឈឺចាប់ដែលកំពុងតែកើតឡើងនៅក្នុងចិត្តរបស់យើងហ្នឹងគឺវាកើតឡើងដោយសារតែចំណងរបស់យើងផ្ទាល់តែប៉ុណ្ណោះពេលដែលយើងចង់បានអ្វីមួយហើយមនុស្សជុំវិញខ្លួនឬក៏បរិយាកាសជុំវិញខ្លួនរបស់យើងហ្នឹងអត់ឆ្លើយតបទៅតាមសេចក្តីប្រាថ្នាឬក៏តម្រូវការនៅក្នុងចិត្តរបស់យើងនោះទេវានឹងធ្វើឲ្យយើងកើតនៅអារម្មណ៍ខឹងអារម្មណ៍ស្អប់អារម្មណ៍ឈឺចាប់ឬក៏អារម្មណ៍តូចចិត្តខកចិត្តអីផ្សេងទាំងអស់ហ្នឹងដោយពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថាតណ្ហាគឺជាមូលហេតុនៃសេចក្តីទុក្ខដរាបណាយើងនៅតែមានចំណងចង់បានអ្វីផ្សេងនៅក្នុងជីវិតហ្នឹងគឺយើងនៅតែជួបសេចក្តីទុក្ខជានិច្ច